ចង់ចេះពីរបៀបញោមស្តៅឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយអត់ពិបាកធ្វើទេបងប្អូនចាគឺងាយមែនតើហើយជាដំបូងគឺនាងខ្ញុំមកធ្វើការហាន់ឆៃថាវបងប្អូនចាបងប្អូនដាក់ក៏បានអត់ក៏បានដែរតែសម្រាប់នាងខ្ញុំគឺចូលចិត្តឆៃថាវនៅពេលដែលនាងខ្ញុំញោមអីគឺចូលចិត្តដាក់ឆៃថាវតែម្ដងបន្តមកទៀតនាងខ្ញុំហាន់ទៅសក់បែបហ្នឹងហើយជាមួយនឹងពេញប៉ោះបងប្អូនបន្ទាប់ពីនាងខ្ញុំហាន់បន្លែហាន់អីរួចហើយមកធ្វើការហាន់ជាមួយនឹងខ្ទឹមក្រហមបងប្អូនហើយសម្រាប់ការញោមនេះនាងខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសជាមួយនឹងម្ទេសហើយនឹងស្លឹកជីបងប្អូនចាដាក់វាលាយឲ្យហើយរួចតែម្ដងទៅបន្ទាប់មកទៀតនាងខ្ញុំមកធ្វើការហាន់សាច់សម្រាប់សាច់3ជាន់នេះនាងខ្ញុំដាក់ប្រហែលជា2ខាំដែរបងប្អូនចាហើយនឹងជាមួយនឹងស្បែកជ្រូកប្រហែលជា1ខាំជាងហាន់វាឲ្យទុយល្អិតបែបនេះបងប្អូនបន្ទាប់មកទៀតនាងខ្ញុំធ្វើការដាក់សណ្តែកដីជាមួយនឹងទឹកអំពិលទុំហើយសម្រាប់គ្រឿងក្រៅវិញនាងខ្ញុំដាក់ស្ករនិងប៊ីចេងម្សៅស៊ុបជាមួយនឹងទឹកត្រីនឹង1ស្លាបព្រាបាយបងប្អូននិយាយរួមទៅសម្រាប់ការញោមនេះដែរគឺអត់ពិបាកធ្វើទេបងប្អូនចាគឺងាយមែនតែម្ដងហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់អែមតែម្ដងបងប្អូនចា